Henry និង Annie បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមនៅជាមួយគ្នាដើម្បីរួមគ្នាថែរក្សា Leo Annie ដែលត្រូវជាមីងត្រូវចេញទៅធ្វើការនៅពេលថ្ងៃចំណែក Henry ជាពូត្រូវនៅផ្ទះដើម្បីមើលក្មេង Annie បានបង្កើតបញ្ជីត្រួតពិនិត្យមួយដោយតម្រូវឲ្យ Henry ថតរូបផ្ញើឲ្យនាងតាមម៉ោងកំណត់ជារៀងរាល់ថ្ងៃដើម្បីរាយការណ៍ពីស្ថានភាព Leo ដែលមើលទៅមានលក្ខណៈតឹងរឹងដូចជារបាយការណ៍ការងារអញ្ចឹងមុនពេលចេញទៅធ្វើការ Annie បានផ្ដាំ Leo ឲ្យញ៉ាំបាយឲ្យបានច្រើនបន្ទាប់ពី Annie ចាចេញទៅ Leo បានសម្លឹងមើល Henry ដោយភ្នែកធំៗដែលពោរពេញទៅដោយក្តីរំពឹង Henry យល់ន័យភ្លាមក៏បង្ខំចិត្តបញ្ច្រកបាយឲ្យក្មួយញ៉ាំនៅពេលដល់ម៉ោងត្រូវថតរូប Henry ក៏បានផ្ញើរូបដំបងទៅឲ្យ Annie ធ្វើឲ្យនាងញញឹមបិទមាត់មិនចិត្តពេលបានឃើញ Annie ហាមមិនឲ្យ Leo ញ៉ាំសូកូឡាមែនប៉ុន្តែនាងមិនបានហាមញ៉ាំស្ករគ្រាប់ជក់រសជាតិសូកូឡានោះទេ Henry ក៏បានបញ្ច្រកស្ករគ្រាប់រសជាតិសូកូឡានោះឲ្យ Leo រួចថតរូបផ្ញើទៅ Annie ម្ដងទៀតដោយប្រាប់ថាគេកំពុងលេងហ្គេមជាមួយក្មួយប៉ុន្តែការពិតគេប្រើដៃម្ខាងរុញរទេះក្មេងរីឯភ្នែកសម្លឹងជាប់ទៅលើអេក្រង់ទូរស័ព្ទដោយមិនបានយកចិត្តទុកដាក់មើលក្មេងមែនតែនឡើយលុកដល់ពេលល្ងាចខណៈពេល Henry កំពុងងូតទឹកស្រាប់តែទឹកត្រជាក់ស្រាប់បានស្រោចមកលើខ្លួនគេក៏យកកន្សែងមករុំខ្លួនដើម្បីទៅពិនិត្យម៉ាស៊ីនទឹកក្តៅហើយក៏ស្រាប់តែឃើញ Annie ត្រឡប់មកពីធ្វើការល្មមអ្នកទាំងពីរបានពិនិត្យម៉ាស៊ីននោះជាមួយគ្នាហើយក៏ដឹងថាវាបានខូចបាត់ទៅហើយរីឯដណ្ដៃជួសជុលវិញគឺថ្លៃកប់ពពកដែលអ្នកទាំងពីរគ្មានលទ្ធភាពបង់ឡើយបន្ទាប់ពីដាក់ទូរស័ព្ទចុះ Annie នឹកឃើញថាត្រូវងូតទឹកឲ្យ Leo នាងក៏ចាប់ផ្ដើមភ័យស្លន់ស្លោមិនដឹងត្រូវធ្វើបែបណានាងបានដើររកកំប៉ុងឬធុងជុំវិញផ្ទះរហូតឃើញឆ្នាំងអាលុយមីញ៉ូមមួយ Annie ក៏បានដាំទឹកពេញគ្រប់ឆ្នាំងទាំងអស់ដែលដាំបាននាងធ្វើអ្វីៗដោយខ្លួនឯងចំណែក Henry អង្គុយក្បែរ Leo រួចនិយាយថាភារកិច្ចរបស់គេមានតែមើលក្មេងតែប៉ុណ្ណោះក្នុងកំឡុងពេលងូតទឹក Leo កាន់តែរើពើឡើងទៅគេបានយកកំភ្លៀងទឹកបាញ់ស្រោចពេញខ្លួន Annie ធ្វើឲ្យ Henry ស្អាលផ្ទះប៉ុន្តែមួយសន្ទុះក្រោយ Leo ក៏បាញ់ស្រោចពេញខ្លួន Henry ដូចគ្នា Annie មានអារម្មណ៍ថាអស់កម្លាំងនិងជោគរួយពេញប្រាណរហូតដល់ឮសំឡេង Henry កំពុងនិយាយម្នាក់ឯងអ្នកទាំងពីរក៏ចាប់ផ្ដើមឆ្លក់ប្រកែកគ្នាជាថ្មីហើយ Leo ក៏ចាប់ផ្ដើមរើពើម្ដងទៀតដោយរត់ចូលទៅក្នុងចានដែកទឹកដោយខ្លួនឯងរហូតធ្វើឲ្យខ្លួនប្រាណជោគជឿមអស់ Annie ប្រញាប់ស្ទុះទៅលើកបីក្មួយឡើងប៉ុន្តែ Leo ដែលរើពើម្នាក់នេះបែរជាយំខ្លាំងៗទៅវិញ